ជំរាបសួរទស្សនិកជនជាទីគោរពសូមស្វាគមន៍មកកាន់កម្មវិធីព័ត៌មានថ្មីពីគូចបនៅពេលនេះនាងខ្ញុំសូមគោរពជូននៅលទ្ធផលបណ្ដោះអាសន្នថ្ងៃទី15នៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ2025ដូចតទៅលទ្ធផលបណ្ដោះអាសន្នថ្ងៃទី15នៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ2025ត្រូវនឹងថ្ងៃទី15ខែឧសភាឆ្នាំ2025នៅទូទាំងប្រទេសមានដូចខាងក្រោមប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន12654នាក់អ្នកដែលបានផ្ទេរទីលំនៅចូលថ្មីក្នុងឃុំសង្កាត់មានចំនួន4633នាក់អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យជីវប្រវត្តិមានចំនួន69697នាក់អ្នកដែលបានមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រមានចំនួន143,969នាក់អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួន5772នាក់លទ្ធផលសរុបរយៈពេល15ថ្ងៃនៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតមានដូចខាងក្រោមប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន115,061នាក់អ្នកដែលបានផ្ទេរទីលំនៅចូលថ្មីក្នុងឃុំសង្កាត់មានចំនួន44,355នាក់អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យជីវប្រវត្តិមានចំនួន662,227នាក់អ្នកដែលបានមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រមានចំនួន1,301,968នាក់អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួន80,756នាក់ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ2025នៅតាមឃុំសង្កាត់មានរយៈពេល26ថ្ងៃចាប់ពីថ្ងៃទី1ដល់ថ្ងៃទី26ខែឧសភាឆ្នាំ2025រួមទាំងថ្ងៃសៅរ៍និងថ្ងៃអាទិត្យពេលព្រឹកចាប់ពីម៉ោង7ដល់ម៉ោង11:30នាទីនិងពេលរសៀលចាប់ពីម៉ោង2ដល់ម៉ោង5:30នាទីប្រជាពលរដ្ឋអាចពិនិត្យមើលឈ្មោះរបស់ខ្លួនដែលបិទផ្សាយនៅតាមឃុំសង្កាត់ឬតាមអាសយដ្ឋាន web voterlist.nec.gov.kh និងកម្មវិធីទូរស័ព្ទឆ្លាត Mobile App NEC.KH ប្រសិនបើប្រជាពលរដ្ឋដែលមានបំណងកែតម្រូវទិន្នន័យជីវប្រវត្តិប្តូរការិយាល័យបោះឆ្នោតក្នុងឃុំសង្កាត់ឈ្មោះភេទថ្ងៃខែឆ្នាំកំណើតឬផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោតឬអ្នកចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ2016ដែលមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្ររូបថតនិងស្នាមម្រាមដៃក្នុងបញ្ជីបោះឆ្នោតពីមុនមកសូមអញ្ជើញទៅការិយាល័យចុះឈ្មោះបោះឆ្នោតនៅសាលាឃុំសង្កាត់ឬនៅតាមភូមិមួយចំនួនក្នុងឃុំសង្កាត់តាមការចល័តរបស់ក្រុមចុះឈ្មោះបោះឆ្នោតចំពោះប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមកឬអ្នកដែលទើបគ្រប់អាយុ18ឆ្នាំគិតដល់ថ្ងៃទី31ខែកក្កដាឆ្នាំ2025គឺកើតមុនឬត្រឹមថ្ងៃទី1ខែសីហាឆ្នាំ2007ឬអ្នកដែលបានផ្លាស់លំនៅឋានឬទីសំណាក់ចូលថ្មីក្នុងឃុំសង្កាត់សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នានៅសាលាឃុំសង្កាត់ឬនៅតាមភូមិមួយចំនួនក្នុងឃុំសង្កាត់ចាស់ទស្សនិកជនជាទីគោរពកម្មវិធីផ្សាយព័ត៌មានថ្មីពីគយចបនៅពេលនេះបានឈានមកដល់ទីបញ្ចប់នាងខ្ញុំនិងក្រុមការងារផ្សាយសូមអរគុណសូមជម្រាបលា